Mẹ riêng tỷ pì chấm luôn từ phía mùi ấm nán nâng xâm nê chấm luôn từ phía ụ tì hò kê miền rục cà rê mùi pón đẹp công mang pì cà rê mà rối bột bà chô khnia bà tàu khnia khá chân ở pòn chấm bố rục cà rê tì muối kê dọc tiếng trong bên này thá kê dọc bà phía mùi pón phía mùi pòn chấm bố cà rê tì pì kê dọc tàu một phai prang chấm này tên chânវាជាភាគ25ភាគ1000អញ្ចឹងនៅពេលដែលយើងយកវាបញ្ចូលគ្នាយើងទទួលបានប្រភេទថ្មីមួយទៀតគឺ1025ធៀបនឹង1000តែបើសិនជាសេជាចំនួនទូរភាគឃើញ1.025ធ្វើម៉េចទៅបាន1.025គឺត្រូវយកភាគយក1025ទៅចែកនឹង1000 1025យកទៅចែកនឹង1000ចឹងដាក់បានមួយដង1 ដង0 0 1ដកឃើញ25ចឹងយើងដាក់បានទៅយើងថែម0យើងដាក់ចំណុចទស្សភាគហើយនៅតែដាក់ទៅបានទៀតវា0ដងចឹងយើងថែម0ខាងចម្លើយហើយក៏ថែម0ខាងតំណាងចែកដែរដាក់បាន2ដងទៀតថែម0ដាក់បាន5ដងនេះគឺជាផលចែកចំនួនទស្សភាគនេះគឺជាផលចែកនៃប្រភេទ1025ធៀបនឹង1000ហើយបើសិនជាសរសេរជាសំណេរ1.025 0នៅកណ្ដាលនេះគឺមានតម្លៃអញ្ចឹងយើងត្រូវតែអានវាអានថា1.025ឧទាហរណ៍ទី2គេមានរូបការ៉េ1000នៅដែរប៉ុន្តែគេគូសយកតែ135ទេមានន័យថាមួយផ្ទាំងគៀនខាងក្រៅនេះគឺ100រាប់ផ្ទាំងបន្ទាប់ទៀត10ទៀត110 120 130នេះ5ទៀតគឺ135ចឹងបើគេសរសេរជារូបភាគគេអាចសរសេរបានថា135ភាគ1000ដោយសារតែគេយក135ចំណែកនៅក្នុង1000ចំណែកដើម្បីសេជាចំនួនទស្សភាគបានគេត្រូវយកភាគយក135ទៅចែកនឹង1000អញ្ចឹងយើងទទួលបានចំនួនទស្សភាគ 0.135 ហើយបើអានជាសំណេរវិញញ៉ាំថា 0.135 ចឹងចំនួនទស្សភាគតែងតែមានពាក្យថាចុចជានិច្ចចឹងកុំភ្លេចអានចម្លើយទំព័រទី5 1សរសេរចំនួនទស្សភាគតាំងរូបខាងក្រោមរូបខាងក្រោមនេះជារូបការ៉េ1000ចឹងការ៉េ1000នេះផ្គុំឡើងពីការ៉េ110ដងចូលគ្នាចឹងមានថាផ្ទាំងខាងមុខនេះស្មើនឹង100ជួរឆនេះ10ជួរដេកនេះ10ចឹងយើងរាប់គំនូសដែលគេយក2 4 6 8 10 12 14 15 16 18 20 22 24 25ចឹងមានន័យថាគេគូសយកចំនួន25ក្នុងចំណោមការ៉េទាំង1000ចឹងបើសេជាចំនួនទស្សភាគស្មើនឹង 0.025 ចំណុចខនេះអ្នកខ្លះអាចយកច្រឡំបើមើលខាងមុខទៅគេយក2 4 6ហើយខាងkiaនេះថាគេយក6ទៀតចឹង12 ថាលើមួយទៀត13ប៉ុន្តែមិនមែនទេចឹងប្រៀបដូចជាគូបមួយចឹងគូបនេះមួយវាគុំឡើងពីការ៉េ4ចូលគ្នាមែនប៉ុន្តែក្នុងការ៉េ4ហ្នឹងវាមានជ្រុងមួយគ្រាប់មួយរៀងខ្លួនរបស់វាចឹងមានន័យថាគេដកយកមួយគ្រាប់នឹងចេញយកមួយគ្រាប់នេះចេញយកមួយគ្រាប់នេះចេញអញ្ចឹងយកអស់4គ្រាប់នេះចេញក្រៅចឹងដូចគ្នាដែរចឹងគេយកអានេះអស់2 4 6គ្រាប់ចឹងគេយក6គ្រាប់ក្នុងចំណោមការ៉េ1000ស្មើនឹង 0.006 ចំណុចកបើយើងរាប់ធម្មតាមួយជួរនេះវា10 20 30 40 50បន្ថែម2ចំណុចទៀតគឺ52ចឹងមានន័យថាគេគូសយកចំនួន52ក្នុង
1000 ចំណែកស្មើនឹង 0.052 2. សរសេរប្រភេទខាងក្រោមជាចំនួនទស្សភាគក152ភាគ 1000 អញ្ចឹងដើម្បីសេជាចំនួនទស្សភាគបានតើតើយើងយកភាគយកចែកនឹងភាគបែក152ចែក 1000 ឃើញ 0.152 ខ75លើ1000អញ្ចឹងយើងយក75ចែកនឹង1000យើងទទួលបាន 0.075 ក2630ភាគ 1000 អញ្ចឹងបើយក2630ចែកនឹង1000ឃើញបាន2.630 ខ35421ធៀបនឹង 1000 អញ្ចឹងបើយក30000ទៅធៀបនឹង 1000 ប្រកាសជាទទួលបាន 35.421 3. សរសេរពាក្យអំណានចំនួនទស្សភាគខាងក្រោមក2.523 ចឹងយើងអានថា2ខ 0.075 ក 40.360 ខ 68.005